ចូលរួមអបអសាទរផងពេជ្រសម្បត្តិនិងពេជ្រសង្ហៈទទួលបានក្របខ័ណ្ឌទាហានជាផ្លូវការក្រោយប្រឡូកក្នុងវិស័យកីឡាប្រដាល់គុណខ្មែរប្រមាណជាង5ឆ្នាំនឹងបានចេញផ្សព្វផ្សាយគុណខ្មែរល្បីរន្ទឺទាំងក្នុងស្រុកនិងក្រៅស្រុករួមទាំងឈ្នះមេដាយកម្រិតថ្នាក់ជាតិផងនោះឥឡូវនេះពេជ្រសម្បត្តិរួមទាំងពេជ្រសង្ហៈទទួលបានក្របខ័ណ្ឌជាទាហានជាផ្លូវការហើយបើតាមការបង្ហោះផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោកគ្រូឆ្នើមពេជ្រសុផាន់នៅមុននេះបន្តិចអមជាមួយនឹងរូបភាពក្នុងឯកសណ្ឋានទាហានរួមមានពេជ្រសម្បត្តិពេជ្រសង្ហៈគឺបញ្ជាក់ថាកូនសិស្សរបស់លោកគ្រូទាំងពីររូបនេះទទួលបានឈ្មោះក្របខ័ណ្ឌជានាយទាហានហើយលោកពេជ្រសុផាន់ធ្លាប់បានឲ្យដឹងបន្ថែមទៀតថាកូនសិស្សរបស់លោកទាំងពីរខាងលើនេះដណ្ដើមបានមេដាយមាសថ្នាក់ជាតិនិងកីឡាជាតិនាពេលកន្លងទៅជួនក្រសួងការពារជាតិរួមផ្សំជាមួយនឹងសមត្ថភាពល្អកេរ្តិ៍ឈ្មោះល្បីផងទើបទទួលបានការផ្ដល់ឱកាសក្លាយជាទាហាននៅពេលនេះឈ្មោះអ្នកទាំងពីរត្រូវបានថ្នាក់លើយកឈ្មោះទៅយូរដែរហើយប៉ុន្តែលោកមិនទាន់បញ្ចេញដំណឹងនេះជាផ្លូវការចំណែកសង្ហៈក៏ធ្លាប់បានប្រាប់ដែរអំពីការទទួលបានក្របខ័ណ្ឌនេះប៉ុន្តែរូបគេរងចាំមើលការប្រកាសជាផ្លូវការពីប្រមុខថ្នាក់ដឹកនាំសិនគូបញ្ជាក់ជូនផងដែរថានៅព្រឹកមិញនេះ Facebook របស់លោកគ្រូពេជ្រសុផាន់បានបង្ហោះរូបភាពក្នុងឯកសណ្ឋានជាទាហានជាមួយនឹងកូនសិស្សឆ្នើមរបស់លោកគ្រូទាំងពីររូបតែម្ដងគឺពេជ្រសម្បត្តិនិងពេជ្រសង្ហៈកីឡាទាំងពីររូបនេះសុទ្ធតែជាជើងខ្លាំងក្នុងវិស័យកីឡាប្រដាល់គុណខ្មែរនាពេលបច្ចុប្បន្ននេះនឹងបានចេញផ្សព្វផ្សាយតំណាងឲ្យវិស័យកីឡាមួយនេះយ៉ាងផុសផុលថែមទៀតផងបាទអបអរសាទរចំពោះពេជ្រសង្ហៈបាទឃើញថាឥឡូវនេះគឺទទួលបានហៅថាក្របខ័ណ្ឌបាទទាំងសង្ហៈទាំងពេជ្រសម្បត្តិបាទគាត់ឈ្នះមេដាយមាសថ្នាក់ជាតិសូមជម្រាបដែរមិនមែនថាឡើងតាមខ្សែអីណូអត់ទេបាទអត់ទេណាពុកម៉ែបងប្អូនខ្ញុំសូមជម្រាបបាទគឺគាត់ឈ្នះមេដាយបាទមាសថ្នាក់ជាតិពុកម៉ែបងប្អូនបាទគាត់ឈ្នះមេដាយមាសថ្នាក់ជាតិមិនមែនណាឡើងតាមខ្សែដោយបងប្អូនមួយចំនួននិយាយណូបាទអត់ទេតែគឺឈ្នះមេដាយមាសបាទថ្នាក់ជាតិទាំងពីរតែម្ដងបាទមានឈ្នះមេដាយមាសថ្នាក់ជាតិផ្នែក Kickboxing និងគុណខ្មែរបាទសូមជម្រាបអញ្ចឹងគឺទទួលបានក្របខ័ណ្ឌតាក់ទងបាទទៅនឹងព័ត៌មានពុកម៉ែបងប្អូនបាទនេះគឺជាដំណឹងល្អហើយនេះគឺជាការខិតខំប្រឹងប្រែងរបស់កីឡាករទាំងពីររូបបាទមិនមែនសុកបាទបានគេហៅថាក្របខ័ណ្ឌទេអត់ទេតលតាបានមេដាយមាសថ្នាក់ជាតិក៏ដូចជាទទួលបានសមិទ្ធផលច្រើនជូនជាតិមាតុភូមិបានអាចទទួលបានឱកាសបាទបានក្របខ័ណ្ឌជាទាហានបាទជាប៉ូលីសបាទជាខាងកងរាជអាវុធហត្ថអីជាដើមចឹងទៅអាស្រ័យទៅលើបាទក្លឹបនឹងចំណុះឲ្យខាងណាបាទចំណុះឲ្យក្រសួងការពារជាតិគឺបានទាហានបាទឲ្យតែសាងសមិទ្ធផលជូនជាតិបានច្រើនបាទចំណុះឲ្យក្រសួងមហាផ្ទៃគឺបានខាងប៉ូលីសបាទខាងប៉ូលីសដូចជាកីឡាកររឿងសុភ័ណ្ឌអីចឹងទៅបាទគឺបានខាងប៉ូលីសបាទចំណុះឲ្យខាងកងរាជអាវុធហត្ថគឺបានខាង PM បាទបានខាង PM ហ្នឹងខ្ញុំសូមជម្រាបឲ្យច្បាស់ចឹងតែម្ដងពិសេសណាមិនមែនណាវាយមេដាយមាសថ្នាក់ជាតិអត់បានថវិកាផងនឹងវាយធ្វើអី No វាយបានមេដាយមាសថ្នាក់ជាតិបានក្របខ័ណ្ឌណាសូមជម្រាបបាទមិនមែនលេងសើចទេបងប្អូនបាទខ្ញុំសូមជម្រាបជូនអញ្ចឹងតែម្ដងតាក់ទងទៅនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរ